សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ podcast របស់ខ្ញុំម្ដងទៀតហើយដែល podcast មួយនេះគឺនិយាយតាក់ទងអំពីរបៀបនៃការដាក់អាហារូបករណ៍ទៅកាន់ប្រទេសអូស្ត្រាលីឬក៏អាហារូបករណ៍របស់រាជរដ្ឋាភិបាលប្រទេសអូស្ត្រាលីអញ្ចឹងនេះគឺជា episode ទី7បាទដែលខ្ញុំនឹងនិយាយអំពីគន្លឹះក្នុងការឆ្លើយសំណួរឲ្យបានល្អបាទដែលខ្ញុំបានសន្យាហើយនៅក្នុងវីដេអូនេះគឺខ្ញុំគិតថាវាពិសេសខ្លាំងជាងគេហើយក្នុង episode ទាំងអស់គឺអ្វីដែលសំខាន់នៅក្នុងការដាក់អាហារូបករណ៍ក្រៅពីយើងត្រូវត្រៀមឯកសារមួយចំនួនបាទអញ្ចឹងចំណុចដែលសរសេរហ្នឹងក៏ជាចំណុចដែលសំខាន់ខ្លាំងបំផុតព្រោះនៅពេលដែលយើងសរសេរអត់បានល្អអត់បានក្បោះក្បាយបាទអញ្ចឹងapplication របស់យើងគឺអាចនឹងមានបញ្ហាអូខេអញ្ចឹងកុំឲ្យវែងឆ្ងាយតោះតើធ្វើម៉េចដើម្បីសរសេរឆ្លើយតបទៅកាន់សំណួរដែលគេសួរយើងនៅក្នុង application form ហ្នឹងឲ្យបានល្អអញ្ចឹងនៅក្នុង application form ពេលដែលអ្នកទាំងអស់គ្នាចូលមើលគេនឹងសួរសំណួរ4ធំទៅកាន់អ្នកទាំងអស់គ្នាតើយើងគួរឆ្លើយយ៉ាងម៉េចដើម្បីឆ្លើយតបឲ្យអស់សេចក្តីអញ្ចឹងសំណួរទី1ដែលគេនឹងសួរយើងគឺតាក់ទងជាមួយនឹងមុខវិជ្ជាដែលយើងរើសតើយើងរើសមុខវិជ្ជាអីគេហើយសាកលវិទ្យាល័យមួយណាសំណួរទី1ហើយសំណួរទី2គេនឹងសួរថាតើមុខវិជ្ជាដែលយើងរើសនេះយើងយកមកអភិវឌ្ឍកន្លែងដែលយើងធ្វើការនេះឬក៏មុខងារឬក៏ការងាររបស់យើងដោយវិធីណាវាជួយអីគេជួយយ៉ាងម៉េចអញ្ចឹងណាហ្នឹងជាសំណួរទី2សំណួរទី3គឺគេសួរអំពីប្រវត្តិរបស់យើងដែលយើងធ្លាប់មានស្នាដៃឬក៏កសាងអ្វីមួយជាសមិទ្ធផលនៅកន្លែងការងារឬក៏នៅសាលាឬអីក៏ដោយដែលសំណួរមួយហ្នឹងគឺវា tricky ខ្លាំងមែនតើព្រោះគេចង់ដឹងអំពីយើងថាតើយើងធ្លាប់ធ្វើហ្នឹងធ្វើយ៉ាងម៉េចហើយវាជោគជ័យបានប៉ុណ្ណាហើយសំណួរទី4គឺតាក់ទងជាមួយនឹងពេលដែលយើងមកវិញតើយើងនឹងយកចំណេះជំនាញហ្នឹងមកធ្វើអីហើយយើងនឹងជួបផលវិបាកអីគេខ្លះដែលយើងគិតស្មានមើលបាទអូខេអញ្ចឹងសំណួរទី1តាក់ទងជាមួយនឹងហេតុអ្វីបានជាអ្នកទាំងអស់គ្នារើសអ្វីដែលអ្នកទាំងអស់គ្នារើសនេះមុខវិជ្ជាហើយនឹងសាកលវិទ្យាល័យអញ្ចឹងកន្លែងហ្នឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាទៅមើល course ដូចជា episode 1ដែលខ្ញុំនិយាយអំពីរបៀបជ្រើសរើស course the right course for your study របៀបរើសមុខវិជ្ជារៀនឬក៏ជំនាញរៀនហ្នឹងណាអញ្ចឹងបើសិនអ្នកនរគ្នាអត់បានមើល episode 1ហ្នឹងទេខ្ញុំចង់ឲ្យអ្នកគ្នាទៅមើលហ្នឹងឡើងវិញព្រោះក្នុងវីដេអូហ្នឹងគឺខ្ញុំបញ្យល់ឲ្យថាយើងពេលដែលយើងរើសយើងមើលមិនបាទអញ្ចឹងនៅក្នុងកន្លែងនេះខ្ញុំគ្រាន់តែចង់បកស្រាយថានៅពេលដែលយើងចូលទៅមើល course ហ្នឹងណាវាមានច្រើនបាទ course វាមានច្រើនមែនតើឧទាហរណ៍ថា major យើងមួយតាក់ទងជាមួយនឹង education នៅក្នុង early childhood អញ្ចឹងបើសិនយើងចូលទៅមើល early childhood យើងនឹងឃើញហើយថាអា course main subjects ហើយនឹង elective course នឹងវាច្រើនមែនតើយើងត្រូវរៀនឲ្យគ្រប់ credit របស់គេអញ្ចឹងវាច្រើនអញ្ចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាទៅរើសប្រហែលជាតែ3ឬក៏4នេះដែលអ្នកនរគ្នាអានទៅមានអារម្មណ៍ថាវាជួយមានថាវាពាក់ព័ន្ធជាមួយនឹងបទពិសោធន៍របស់យើងហើយនឹងអ្វីដែលយើងចង់ធ្វើពេលដែលយើងមកវិញហ្នឹងហើយយកអា3ហ្នឹងឬក៏4ហ្នឹងយកមកនិយាយនៅក្នុងwhy you choose your proposed course study ហ្នឹងណាបាទយកមកនិយាយកន្លែងហ្នឹងគឺដោយសារតែអីបាទសារតែអា course ទាំងអស់ហ្នឹងវាជួយឲ្យយើង1 2 3 4បាទហើយតកតងជាមួយនឹងសំណួរហ្នឹងដែលគេសួរថាហេតុអីបានរើសសាកលវិទ្យាល័យមួយហ្នឹងណាខ្ញុំឃើញមានបញ្ហាទូទៅមួយចំនួននៅពេលដែលព្រោះដោយសារខ្ញុំធ្លាប់មើល application គេដែរខ្ញុំធ្លាប់គេឲ្យជួយមើល application 2 3អញ្ចឹងដែរអញ្ចឹងណាអញ្ចឹងបញ្ហាទូទៅដែលអ្នកដែលគាត់ដាក់អាហារូបករណ៍ហ្នឹងឬក៏គាត់សរសេរហ្នឹងមានបញ្ហាគឺគាត់ឆ្លើយកន្លែងហ្នឹងអត់បានគាត់ក្បាយទេគាត់គ្រាន់តែឆ្លើយមួយម៉ាត់ឧទាហរណ៍ថាគាត់រើសសាកលវិទ្យាល័យ A ហើយគាត់គ្រាន់តែថាដោយសារតែសាកលវិទ្យាល័យ A ហ្នឹងល្អជាងគេអញ្ចឹងទៅមានគេហៅថា facilities modern បាទទំនើប
គ្រឿងឧបករណ៍ហ្នឹងគឺទំនើបខ្លាំងណាស់ជា cutting edge technology available ដែរអីចឹងទៅបាទហ្នឹងហើយខ្លីតែ1ម៉ាត់ហ្នឹងឯងចឹងកន្លែងនេះគឺអត់អស់ឯងអត់ទាន់អស់សេចក្តីឯងកន្លែងនេះគឺអ្នកទាំងអស់គ្នាត្រូវតែឆ្លើយឲ្យបានលើសហ្នឹងមានន័យថាអ្នកទាំងអស់គ្នាត្រូវតែធ្វើ research ឧទាហរណ៍យើងរៀន A យើងរើស University A ហ្នឹងណាដោយសារអីទី1ទៅមើលនៅក្នុង website គេទៅរក professors រើសចំនួន professor 1ឬក៏2អីមកដែល link ជាមួយនឹងtopic មានថា major ដែលយើងរៀនមានថា professor ទី1ឬក៏ទី2នេះ AB នេះដោយសារតែគាត់ជំនាញខាងហ្នឹងហ្មងហើយគាត់បានធ្វើ research តាក់ទងជាមួយនឹងឧទាហរណ៍ណា early childhood នឹងនៅក្នុង research របស់គាត់អីចេះ1ចេះ2ចេះ3ហើយមួយទៀតគឺយើងទៅមើល uni របស់យើង as a whole តើ uni របស់យើងនេះ contribute ទៅលើ research ហ្នឹងផ្នែកអីគេហើយពាក់ព័ន្ធជាមួយនឹងផ្នែកដែលយើងចង់រៀនហ្នឹងអត់ហើយបើសិនជាយើងពាក់ព័ន្ធអាហ្នឹងហៅតែពិសេសទៀតចំណុចសំខាន់មែនតើយើងទាញវាចូលមកមានថាដោយសារ uni មួយហ្នឹងបានធ្វើresearch តាក់ទងជាមួយនឹងtopic ហ្នឹង1 2 3 4 5ហ្នឹងអូខេបាទអញ្ចឹងបានធ្វើឲ្យយើងនេះចង់រៀនអញ្ចឹងមិញខ្ញុំឲ្យឧទាហរណ៍ពីរណា uni ហ្នឹងតាក់ទងជាមួយនឹង research របស់ uni ហើយនិង professor បាទអញ្ចឹងអាពីរធំហ្នឹងមានថាបើអាចនិយាយបានថាគេយើង show គេថាយើងបានធ្វើ research ទៅលើអាមុខវិជ្ជាយើងរៀនហ្នឹងក៏ដូចជាសាកលវិទ្យាល័យដែលយើងរើសហ្នឹងមិនមែនចេះតែរើសហើយបើសិនជាគ្រាន់តែនិយាយថាដោយសារតែ uni ហ្នឹង is equipped with modern technology ឬក៏technology ចុងក្រោយហ្នឹងតែប៉ុណ្្នឹងណាខ្ញុំគិតថានៅសាកលវិទ្យាល័យនៅអូស្ត្រាលីសឹងទាំងអស់ហើយសាកលវិទ្យាល័យគេគឺដូចគ្នាបាទមានន័យថាគេបំពាក់ឧបករណ៍ទាំងអស់ហ្នឹងឬក៏ technology ទាំងអស់ហ្នឹងវាសឹងតែដូចគ្នាហើយអញ្ចឹងបើសិនជាយើងនិយាយប៉ុណ្ណឹងវា very surface យើងអត់ deep down ទៅធ្វើ research ហ្នឹងឯងមានន័យថាយើងអត់ទាំងស្គាល់ university ខ្លួនឯងច្បាស់ប៉ុណ្ណឹងយើងគ្រាន់តែនិយាយប៉ុណ្ណឹងណានិយាយឲ្យរួចពីដៃហ្នឹងអញ្ចឹងត្រូវចាំថាសំណួរគេដែលគេសួរគេចង់ឲ្យយើងឆ្លើយឲ្យអស់សេចក្តីបាទមិនមែនជាឆ្លើយឲ្យរួចខ្លួនទេអត់ទេអត់រួចខ្លួនទេយើងត្រូវឲ្យហេតុផលបាទដើម្បីឲ្យគេឃើញពីគេហៅថាយើង your effort ធ្វើ research ក្នុងការរើសមុខវិជ្ជាហ្នឹងមិនមែនចេះតែរើសទេហើយរើស uni ហ្នឹងក៏មិនមែនចេះតែរើសដែរយើងមានហេតុផលរបស់យើងច្បាស់លាស់អូខេសំណួរទី2តាក់ទងជាមួយនឹងតើpropose course ដែលយើងដាក់ថាយើងចង់រៀនហ្នឹងហើយវាជួយអីគេខ្លះនៅក្នុង career របស់យើងបាទនៅក្នុងការងាររបស់យើងណាវាជួយអីគេខ្លះអញ្ចឹងទី1មិញហ្នឹងអ្នកខ្លះគាត់ច្រឡំគ្នាទី1ទី2គាត់ថាតែសេចុះសេឡើងមានអារម្មណ៍ថាមួយពីរហ្នឹងវាដូចគ្នាអត់ដូចទេទី1 very generic response ខ្ញុំចង់និយាយថាវាខ្លីហើយវាជាលក្ខណៈ descriptive ប៉ុន្តែវាវាចូលមកនឹងចំណង់ចំណូលចិត្តដែលយើងចង់រៀនហ្នឹងដោយសារអាហ្នឹងវាជួយយើងឲ្យមាន skill ទៅធ្វើអីចឹងណាប៉ុន្តែដល់ពេលសំណួរទី2មានន័យថាយើងយក skill ហ្នឹងទៅធ្វើអីបាទទៅធ្វើអីដែល skill ហ្នឹងជួយយើងឲ្យបានចេញជាលទ្ធផលអីនៅក្នុងកន្លែងការងារយើងអាហ្នឹងសំណួរទី2អញ្ចឹងបែងចែកទី1និងទី2ឲ្យច្បាស់បាទទី1 very surface ដោយសារទី1យើងត្រូវឆ្លើយសំណួរ2ទី1តាក់ទងជាមួយនឹង course ទី2គឺតាក់ទងជាមួយនឹង institution បាទ university អញ្ចឹងវាមាន2អញ្ចឹងមានថាចម្លើយរបស់គេមានន័យថាពាក្យដែលគេឲ្យហ្នឹងវាខ្លីទេតែប្រហែល100ពាក្យអញ្ចឹងហើយយើងត្រូវឆ្លើយសំណួរ2ធំអញ្ចឹងហើយបានខ្ញុំអាចនិយាយបានថាទី1យើងអាចត្រឹមតែម៉មបាទហើយបានទី2យើងបកស្រាយជាលក្ខណៈថា more explanation ថាយើងបានskill ហ្នឹងយើងនឹងខ្លាចទៅជាមនុស្សអីគេមានថាយើងមាន skill អីគេទៅធ្វើអីគេខ្ញុំចង់និយាយចឹងណាអាហ្នឹងទី2ដល់ពេលទី3គឺគេសួរតាក់ទងជាមួយនឹងបទពិសោធន៍របស់យើងនៅកន្លែងការងារតើយើងធ្លាប់បានធ្វើអីគេដើម្បីដោះស្រាយបញ្ហា
ហើយយើងដោះស្រាយហ្នឹងដោយវិធីណាអញ្ចឹងគេចង់ឲ្យយើងពិពណ៌នាពេលហ្នឹងឲ្យជាក់លាក់អញ្ចឹងនៅក្នុងសំណួរនេះអ្នកទាំងអស់គ្នាត្រូវគិតអំពីដោយសារតែពី episode 1ណា episode 1ខ្ញុំនិយាយឲ្យតាក់ទងជាមួយនឹងភាពជាអ្នកដឹកនាំអញ្ចឹងហើយកន្លែងនេះគឺជាខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាត្រូវ reflect វិញថាភាពជាអ្នកដឹកនាំហ្នឹងមិនអញ្ចឹងនៅពេលដែលសំណួរហ្នឹងគេសួរយើងហ្នឹងគេចង់ដឹងថាតើយើងដឹកនាំគេមិននៅក្នុងក្រុមហ្នឹងអញ្ចឹងខ្ញុំចង់ឲ្យអ្នកគ្នាគិតអំពីអ្វីដែលយើងធ្លាប់បានធ្វើមិនថាធំមិនថាតូចគ្រាន់តែជា small project មួយបើសិនជាវាជា small project មួយហើយអ្នកទាំងអស់គ្នាជាអ្នកដែលដឹកនាំអា project ហ្នឹងដាក់វាចូលមកបាទ analyze វាមកព្រោះគេចង់ដឹងថាយើងជាមនុស្សដោះស្រាយបញ្ហាដោយវិធីណាហើយយើង involve មនុស្សឲ្យជួយធ្វើយើងហ្នឹងណាយើង involve គេមិនឲ្យគេជួយមិនអញ្ចឹងកន្លែងហ្នឹងឯងគឺជាកន្លែងដែលគេចង់ដឹងពីភាពជាអ្នកដឹកនាំរបស់អ្នកនរគ្នាបាទអញ្ចឹងយើងត្រូវបង្ហាញគេឲ្យជាក់លាក់បាទជាក់លាក់ហ្នឹងយើងត្រូវនិយាយមកថានៅក្នុងឆ្នាំនេះយើងបានធ្វើ project នេះមួយហើយយើងបានដឹកនាំក្រុមចេះមកហើយខ្ញុំឲ្យអ្នកទាំងនេះចាំពាក្យមួយគឺតើ impactful របស់project របស់យើងហ្នឹងវាមាន impact ប៉ុណ្ណា is it impactful to your community to your workplace អញ្ចឹងវាមានថាជះឥទ្ធិពលបានប៉ុណ្ណាអញ្ចឹងព្យាយាមដាក់ចូលតើឧទាហរណ៍តើមានប្រមាណអ្នកដែលប៉ះពាល់អាហ្នឹងឧទាហរណ៍ណាហើយពេលដែលយើងធ្វើអា project ហ្នឹងយើង involve មនុស្ស1 2 3 4 5ហ្នឹងយើងធ្វើម៉េចបាទហើយ outcome គឺសំខាន់ខ្លាំងមែនតើយើងត្រូវប្រាប់គេថាតើពេលដែលយើងធ្វើអាទាំងអស់ហ្នឹងហើយតើលទ្ធផលចេញដូចម្ដេចបាទលទ្ធផលវាមិនអញ្ចឹងប្រាប់លទ្ធផលគេផងដើម្បីឲ្យគេមានថាគេសម័យឃើញពីកិច្ចការរបស់យើងដែលបានធ្វើហ្នឹងណាអញ្ចឹងគេដាក់អារម្មណ៍គេចូលទៅគេមើលឃើញមកសកម្មភាពរបស់យើងតើយើងជាភាពជាអ្នកដឹកនាំហ្នឹងយើងដឹកនាំមិនហើយពេលដែលមានបញ្ហាហ្នឹងវាមិនហើយពេលដែលយើងធ្វើហ្នឹងវាបានលទ្ធផលមិនបាទអញ្ចឹងកុំភ្លេចលទ្ធផលបាទហើយសំណួរទី4គឺតាក់ទងជាមួយនឹងពេលដែលយើងមកវិញអញ្ចឹងពេលដែលយើងមកវិញហ្នឹងគឺគេចង់ដឹងថាតើយើងនឹងយកចំណេះជំនាញហ្នឹងយកមកធ្វើអីគេអញ្ចឹងនៅកន្លែងសំណួរទី4ហ្នឹងខ្ញុំចង់ឲ្យអ្នកនរគ្នាសម័យមើលខ្លួនឯងនៅកន្លែងការងាររបស់យើងគឺយើងជួបប្រទះបញ្ហាមួយហើយមានថាយើងអត់ទាន់មាន skill អត់ទាន់មានជំនាញអត់ទាន់មាន experience អូខេដើម្បីទៅ fix វាទេអូខេហើយពេលដែលយើងឧទាហរណ៍ថាយើង fix វាក៏យើង fix នៅក្នុងរូបភាពមួយមានថាយើងចេះតែធ្វើតាមអ្វីដែលយើងគិតថាធ្វើទៅវាត្រូវអញ្ចឹងមានថាអត់មានបទពិសោធន៍អត់មានជំនាញចេះធ្វើឯងអញ្ចឹងនៅពេលដែលយើងទៅរៀនបាទរៀនផ្នែកឧទាហរណ៍ថាវាពាក់ព័ន្ធជាមួយនឹងបញ្ហាដែលយើងចង់មក develop មក fix ហ្នឹងណាអញ្ចឹងនៅពេលដែលយើងទៅរៀនកន្លែងហ្នឹងឯងគេចង់ដឹងថាតើយើងយកចំណេះជំនាញទាំងអស់ហ្នឹងមកធ្វើអីគេមកធ្វើម៉េចបាទអញ្ចឹងយើងកន្លែងហ្នឹងខ្ញុំ recommend ឲ្យអ្នកនរគ្នាគិតមើលថាតើយើងគួរធ្វើម៉េចនៅពេលដែលយើងមកវិញបាទអញ្ចឹងខ្ញុំគិតថាបើសិនជាឲ្យងាយមកអ្នកនរគ្នាគួរតែ break plan របស់យើងនេះចេញជា2មួយគេហៅថារយៈពេលខ្លីមួយទៀតរយៈពេលវែងអញ្ចឹងរយៈពេលខ្លីគេចង់ដឹងថាតើឧទាហរណ៍នៅក្នុងរយៈពេល3ខែឬក៏6ខែយើងឲ្យខ្លួនឯងមក scope ខ្លួនឯងហ្នឹងមានថាតើយើងគួរធ្វើម៉េចដើម្បីដោះស្រាយបញ្ហាទូចមួយឧទាហរណ៍បាទអញ្ចឹងយើងដោះស្រាយម៉េចដោយយកបទពិសោធន៍និងចំណេះជំនាញរបស់យើងហ្នឹងយកមកដោះស្រាយវាហើយទៅថ្ងៃខាងមុខ long term តើយើងនឹងធ្វើអីគេបាទដើម្បីឲ្យអាហ្នឹង sustainable ឬក៏យើង expand project របស់យើងហ្នឹងទៅរៀងធំជាងហ្នឹងទៀតបាទទៅណាអីចឹងទៅឧទាហរណ៍ណាយើង collaborate ជាមួយនឹងអ្នកនេះអ្នកនោះស្ថាប័ននេះស្ថាប័ននោះជាមួយនឹងក្រសួងជាមួយនឹងវិស័យឯកជនឬក៏វិស័យរដ្ឋអីចឹងទៅដើម្បី collaborate ជាមួយគ្នាអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់ដែរយើងអត់មែនចេះនិយាយភូតទេណាយើងមើលមានថាយើងត្រូវមាន vision មួយថាយើងអាចធ្វើទៅបាន
ហើយ vision របស់យើងហ្នឹងគឺត្រូវតែឲ្យក្បោះក្បាយឲ្យច្បាស់លាស់ដែលគេមើលទៅយើងអាចទៅរួចអញ្ចឹងមានន័យថាវាមិនចាំបាច់តតែធំមានថាយើងមកវិញយើងទៅ develop ផ្នែកនឹងទូទាំងប្រទេសទេអត់ទេត្រឹមតែ scope ទូចមួយក៏បានដែរបាទនៅកន្លែងធ្វើការរបស់យើងណាយើងមកវិញយើង fix អា issue នឹងកន្លែងការងារហើយបានយើង expand វាទៅជាមួយនឹង networking របស់យើងអូខេដើម្បីជួយ community ដើម្បីជួយផ្នែកនេះផ្នែកនោះ part of your country អញ្ចឹងទៅបាទអញ្ចឹងកុំគិតថាត្រូវតែមកវិញអូត្រូវតែមាន big project អីអត់ទាន់ទេអញ្ចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាធ្វើម៉េចយើងគិតថា scope អា short term goal របស់យើងហ្នឹងប៉ុណ្ណាហើយអា long term goal យើងហ្នឹងយើងធ្វើអីគេអញ្ចឹងត្រូវបែងចែកពីនឹងឲ្យច្បាស់អូខេព្រោះនៅពេលដែលយើងនិយាយទៅវាគេថាវាធំពេកគេស្ដាប់មក just a dream okay it's just your dream it's impossible to happen អញ្ចឹងជួយថាគេ invest លុយរាប់ម៉ឺនដុល្លារទៅយើងអត់អញ្ចឹងគេរៀង question ដែរដោយសារតែពេលដែលគេមើលមកយើងគេអានអ្វីដែលយើងពិពណ៌នាវាដូចអត់សូវតំណងបាទអញ្ចឹងឲ្យបានការទទួលយកអាហារូបករណ៍គឺមានការប្រកួតប្រជែងវាចឹងនិយាយថាគេត្រូវមើលពី candidate មួយទៅ candidate មួយគេត្រូវ compare គ្នាតើមួយណា make more impact ទៅសហគមន៍ខ្លួនឯងឬក៏ប្រទេសខ្លួនឯងច្រើនជាងមួយណាបាទព្រោះម្នាក់ខ្ញុំគិតថាការសរសេរគឺសិតតែល្អហើយបាទប៉ុន្តែគេត្រូវមើលបាទគេត្រូវមើលតើមួយណាវា make more impact មួយណា impact ឬក៏contribution ហ្នឹងដូចថាឆាប់បានមកដល់ប្រទេសយើងវិញអញ្ចឹងណាបាទអញ្ចឹងកន្លែងនេះជាចំណុចសំខាន់ហើយនៅក្នុងសំណួរទី4នឹងដែរក៏គេសួរដែរថាតើយើងគិតថានឹងមានបញ្ហាអ្វីខ្លះដែលរារាំងយើងឲ្យសម្រេចនៅគោលដៅរបស់យើងហ្នឹងអញ្ចឹងរារាំងរបស់យើងខ្ញុំចង់ឲ្យអ្នកនរគ្នាគិតអំពីដូចថាឧបសគ្គយើងគិតថាឧទាហរណ៍ថាយើងធ្វើអីមួយនៅក្នុង community យើងចង់ give back to community ប៉ុន្តែឧបសគ្គរបស់យើងអីគេអាចនឹងពេលវេលាអាចនឹងថវិកាអាចនឹងអត់សូវស្គាល់គេ networking អីចឹងទៅបាទហ្នឹងគឺឧបសគ្គអញ្ចឹងដើម្បី deal ជាមួយឧបសគ្គទាំងអស់ហ្នឹងបានយើងត្រូវចេញជា solution មកបាទកុំ list down តែឧបសគ្គ list down តែឧបសគ្គក៏គេមើលមកមានតែបញ្ហាហើយខ្លួនឯងទៅដោះស្រាយចុះអូខេអញ្ចឹងយើង list down ឧបសគ្គបញ្ហាហ្នឹងហើយកុំភ្លេចយើងដូចអាហ្នឹងនិយាយទៅដូចការប៉ានស្មានរបស់យើងអញ្ចឹងយើងប៉ានស្មានថាបញ្ហានឹងមាន1 2 3 4ហើយដំណោះស្រាយរបស់យើងក៏អាចនឹង1 2 3ដែរបាទឬក៏4ដល់4ដូចគ្នាដែរដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងអស់ហ្នឹងហើយមួយទៀតខ្ញុំចង់ឲ្យអ្នកនរគ្នាចាំសំណួរពីលេខ1បាទសំណួរទី1រហូតដល់ទី4ហ្នឹងណាធ្វើម៉េចឲ្យវាប្រតិកលាគ្នាមានថា cost យើងចង់បានអីគេយើងចង់ទៅរៀនអីគេហើយយើងចង់ធ្វើអីគេដែលយកអ្វីដែលយើងរៀនហ្នឹងយកមកបញ្ចេញវាអញ្ចឹងមានថាសំណួរហ្នឹងវាវិលជុំមានថាវា symmetry គ្នាវាប្រតិកលាគ្នាពីមួយទៅមួយអត់អាចរៀន A B C ដល់ពេលទៅធ្វើ D E F ហើយអត់មានចេញជាលទ្ធផលអីណាអញ្ចឹងត្រូវធ្វើម៉េចទៅសេឲ្យវាប្រតិកលាគ្នាតាំងពីលើដល់ក្រោមបាទមានថាអានោះវាដូចសាច់រឿងអញ្ចឹងវាមានថាដូចយើងសរសេរតែងសេចក្តីអញ្ចឹងណា general statement thesis statement ហើយយើងចាប់ផ្ដើមចូល body ចូល conclusion ហើយបាទដូចគ្នាអញ្ចឹងgeneral and thesis statement របស់យើងគឺអាសំណួរទី1នឹងឯងហើយណាទី2នឹងឯងអាហ្នឹងខ្ញុំអាចឧទាហរណ៍អញ្ចឹងបានចុះហើយ conclusion មានថាយើងទាញពីលើយកមកនិយាយវិញហ្នឹងបាទគ្រាន់ថា expand it make it sounds realistic បាទស្ដាប់មកគឺយើងអាចធ្វើបានបាទអូខេអញ្ចឹង episode នេះគឺខ្ញុំមានតែប៉ុណ្ណឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នាទទួលបានព័ត៌មានច្រើនហើយបើសិនជាមានចម្ងល់អីបាទកុំភ្លេចប្រាប់ខ្ញុំផងបាទខ្ញុំនឹងព្យាយាមឆ្លើយតបបន្ថែមទៀតបាទសូមអរគុណ